សួស្តីអ្នកយើងតើយើងចូលទៅលំហាត់របស់យើងហ្នឹងអញ្ចឹងចំពោះលំហាត់របស់យើងនេះគឺគេឲ្យយើងកណន័យប្រមាណវិធីចម្រុះខាងក្រោមអញ្ចឹងពេលថាប្រមាណវិធីចម្រុះបានន័យថានៅក្នុងលំហាត់ហ្នឹងគឺមានទាំងប្រមាណវិធីបូកមានទាំងប្រមាណវិធីដកមានទាំងប្រមាណវិធីគុណហើយនិងប្រមាណវិធីចែកអញ្ចឹងអ្នកគ្រូប្រាប់ពីរបៀបនៅក្នុងការកណន័យប្រមាណវិធីចម្រុះណាដើម្បីកណន័យប្រមាណវិធីចម្រុះគឺយើងត្រូវធ្វើប្រមាណវិធីគុណឬក៏ចែកមុនករណីប្រមាណវិធីគុណឬក៏ចែកមុនហើយទើបយើងធ្វើប្រមាណវិធីបូកនិងប្រមាណវិធីដកតាមក្រោយអាហ្នឹងក្នុងករណីដែលវាមានទាំង4ប្រមាណវិធីចូលគ្នាតែបើសិនជាវាមានតែប្រមាណវិធីបូកនិងប្រមាណវិធីដកទេគឺអូនធ្វើពីឆ្វេងទៅស្ដាំបានន័យថាករណីលំហាត់ហ្នឹងពីឆ្វេងទៅស្ដាំហើយបើសិនជាអូនឃើញមានប្រមាណវិធីគុណផងចែកផងគឺអូនធ្វើពីឆ្វេងទៅស្ដាំដូចគ្នាណាឥឡូវអូនមើលមកលំហាត់របស់យើងចំពោះលំហាត់ទី1អញ្ចឹងចំពោះលំហាត់ទី1នេះគឺយើងធ្វើពីឆ្វេងទៅស្ដាំយើងមើលកន្លែងនេះយើងយក1ដកជាមួយនឹង4 1ដក4ស្មើម៉ែនអូនគឺស្មើជាមួយនឹងដក3យើងយកសញ្ញាតាមលេខធំណាអញ្ចឹងប្រព័ន្ធនេះគឺស៊ីសងទៅបានដក3អាបូក5នេះយើងទៅសេបន្តមកអញ្ចឹងយើងបានមែនកន្លែងនេះដក3បូក5បានមែនគឺបានបូក2អញ្ចឹងចម្លើយរបស់យើងគឺស្មើនឹងបូក2អានេះសញ្ញាស្មើយើងអាចលុបចេញតិចមកណាកន្លែងនេះអ្នកគ្រូសរសេរចុះខមអញ្ចឹងអានេះយើងអាចលុបសញ្ញាស្មើតិចមកនេះអញ្ចឹងចម្លើយវាគឺស្មើប៉ុណ្ណឹងអញ្ចឹងពេលដែលអូនករណីអូនធ្វើតាមរបៀបនោះដូចអ្នកគ្រូមកឥឡូវនេះគ្រូកែលំហាត់ទី10ឲ្យមើលទៀតណាអញ្ចឹងចំពោះលំហាត់ទី10របស់យើងនេះយើងធ្វើមុននឹងធ្វើគឺយើងមើលសិនថាវាមានប្រមាណវិធីអីខ្លះអញ្ចឹងវាមានដកវាមានគុណហើយនិងមានបូកអញ្ចឹងដូចដែលអ្នកគ្រូបានបញ្ជាក់កាលណាវាមានប្រមាណវិធីគុណឬក៏ចែកនៅក្នុងហ្នឹងគឺយើងត្រូវតែធ្វើប្រមាណវិធីគុណឬក៏ចែកនឹងសិនអញ្ចឹងនេះនៅក្នុងហ្នឹងគឺកន្លែង15នេះកន្លែងនេះគឺ15ដកទៅអានេះអញ្ចឹងយើងទុកត្រែសិនទុកត្រែសិនដកឲ្យកន្លែងនេះគឺយើងយក1គុណជាមួយនឹង22សិនមកណាយក1គុណនឹង22គឺបាន22ដល់អានេះបូក70គឺទុកត្រែសិនដោយសារវាជាវិធីបូកដកធម្មតាទេអញ្ចឹងបន្ទាប់ពីយើងបានគុណហើយគឺយើងធ្វើតាមវិធីពីឆ្វេងទៅស្ដាំដូចមុនដែរអញ្ចឹងយើងយក15ដកជាមួយនឹង22អញ្ចឹង15ដកឲ្យ22ស្មើនឹងគឺស្មើនឹងដក5ដក7បូកឲ្យ70អញ្ចឹងដក7បូកឲ្យ70បានប្រមាណគឺស្មើជាមួយនឹងបូក63ណាឬក៏យើងដាក់តែ63ទៅទៀតក៏បានដែរចា៎នេះគឺចម្លើយរបស់យើងមួយទៀត